ថ្ងៃនេះសូមអាប់ដេតតម្លៃប្រេងសាំងក៏ដូចជាប្រេងម៉ាស៊ូតជូនបងប្អូនអរគ្នាគឺថាប្រេងម៉ាស៊ូតគឺចាប់ផ្ដើមឡើងខ្ពស់ខ្លាំងមែនទែនគឺក្នុង1លីត្ររហូតដល់8100រៀលក្នុង1លីត្រហើយប្រេងសាំងធម្មតាគឺ1លីត្រ5500រៀលក្នុង1លីត្រសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី4មេសាឆ្នាំ2026យោងប្រកាសអន្តរក្រសួងលេខ0083ពណអវអែប្រកចុះថ្ងៃទី22ខែមិនិនាឆ្នាំ2022របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងរាជកម្មនិងក្រសួងរ៉ែនិងធម្មពលស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាយោងលើការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជាយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិរាជរដ្ឋាភិបាលបាន1បន្តបញ្ចុះចំនួន6.5សេនដុល្លារក្នុង1លីត្រក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ2បន្តបញ្ចុះ1សេនដុល្លារក្នុង1លីត្របន្ថែមទៀតដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី$90ក្នុង1បារ៉ែលនិងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស$100ក្នុង1បារ៉ែល3ពន្ធគយ$0និង4ផ្អែកតាមសភាពការនិងថ្លៃប្រេងឥន្ធនៈបន្តកើនឡើងនៅទីផ្សារអន្តរជាតិក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតមក$0បញ្ចុះអាករពិសេសលើប្រេងសាំងពី30%មក15%និងប្រេងម៉ាស៊ូតពី4%មក0%និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី10%មក4%និងប្រេងម៉ាស៊ូតពី10%មក0%ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន6%សម្រាប់ប្រេងសាំងនិង10%សម្រាប់ប្រេងម៉ាស៊ូតដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី4ខែមេសាឆ្នាំ2026រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់គឺត្រូវលក់5500រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតានិង8100រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតសូមជូនព័ត៌មានក្តៅបន្ទាន់ហេតុការណ៍នៅក្នុងប្រទេសកម្ពុជារបស់យើងទៀតហើយគឺស្នងការនគរបាលរាជធានីភ្នំពេញមានចំណាត់ការលើស្ត្រីគ្រូទាយម៉ែរក្សាដោយនិយាយតាមបណ្ដាញសង្គមប៉ះពាល់ដល់កិត្តិយសនគរបាលជាតិនិងចង់បង្ហាញថាមានលុយចង់ចាប់នរណាក៏បានភ្នំពេញនៅរសៀលថ្ងៃទី3ខែមេសាឆ្នាំ2026ស្ត្រីគ្រូទាយម៉ែរក្សាបានចូលខ្លួនទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោយគាត់បាននិយាយតាមបណ្ដាញសង្គមដោយសម្ដៅថាគាត់មានលុយគាត់មានខ្សែនគរបាលគាត់អាចឲ្យនគរបាលទៅចាប់នរណាក៏បានដែលមានចំនួនជាមួយគាត់សម្រាប់ចូលទៅបំភ្លឺលើកទី2នេះស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯកជួននរិនបានបញ្ជាក់ពីចំណាត់ការតាមច្បាប់ចំពោះស្ត្រីម្នាក់នេះក្រោយអប់រំម្ដងរួចមកហើយកាលពីថ្ងៃទី24ខែមិនិនាឆ្នាំ2026ស្ត្រីរូបនេះនៅតាមបណ្ដាញ TikTok បានប្រមានអ្នកដែលរិះគន់គាត់ដោយប្រើពាក្យសម្ដីចង់សម្ដៅទៅលើអំណាចទឹកលុយដែលអាចសោកនគរបាលដើម្បីឲ្យនគរបាលទៅចាប់នរណាក៏បានបើសិនជាគាត់ចង់ឲ្យចាប់ធ្វើស៊ីមជ្ឈដ្ឋានមួយចំនួនយល់ឃើញថានេះជាការមើលងាយចំពោះកិត្តិយសនគរបាលជាតិនិងវាបង្ហាញថាសង្គមមួយគ្មានច្បាប់ទម្លាប់ពលបើមានលុយឈ្នះចំណាត់ការចំពោះការនិយាយរបស់គាត់ក៏ដើម្បីបង្ហាញពីការគោរពច្បាប់និងភាពស្មើគ្នានៅចំពោះមុខច្បាប់ពីសំណាក់ពលរដ្ឋទូទៅសូមបញ្ជាក់ថាកាលពីថ្ងៃទី24ខែមិនិនាឆ្នាំ2026
ម៉ែរក្សាធ្លាប់បានចូលទៅបំភ្លឺនៅស្នងការឋាននគរបាលរាជធានីភ្នំពេញដើម្បីឲ្យបញ្ឈប់ឡាយរឿងប្តីពីរនាក់នៅតាមបណ្ដាញសង្គមដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរដល់ស្ត្រីខ្មែរប្រពន្ធបន្តគឺលោកផៃវណ្ណៈញូបានបង្ហោះនៅលើគណនី Facebook ថាមិនដឹងថាគាត់សល់លុយប៉ុន្មានទេតែសម្ដីគាត់មើលងាយរាជការខ្លាំងណាស់គាត់ចង់ចាប់អ្នកណាដាក់យូរីឆាប់គាត់លូកខ្សែកឲ្យសមត្ថកិច្ចចាប់តាមការចង់បានរបស់គាត់ល្មមបានហើយក្មួយកុំគំរាមកំហែងអ្នកដទៃកុំមើលងាយរាជការប្រយ័ត្នជាប់គុកដោយសាររាជការសមត្ថកិច្ចមើលគាត់ផងប្រពន្ធលោកផៃវណ្ណៈញូបានបង្ហោះបន្តទៀតថាឯកឧត្តមសេនីយ៍ឯកជុននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាឯកឧត្តមបានចាត់មន្ត្រីជំនាញឲ្យក៏ហៅស្ត្រីប្តីពីរមានមាត់អត់គម្របឲ្យមកធ្វើការបំភ្លឺហើយតិចទៀតដឹងហើយថាស្ត្រីរូបនេះមានកម្ពស់ប៉ុន្មានកាលពីប៉ុន្មានសប្តាហ៍មុនសម្ដេចក៏បានបង្ហោះនៅលើគណនី Facebook ផ្លូវការបានសរសេរថាថ្ងៃនេះខ្ញុំសូមបង្ហាញនៅអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយនឹងការងាររបស់រដ្ឋនោះឡើយអ្វីដែលខ្ញុំចង់និយាយគឺតាក់ទងជាមួយនឹងស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នាធ្វើការជាមួយគ្នាតែខ្ញុំមិនច្បាស់ថានៅលើគ្រែជាមួយគ្នានោះទេរូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្ដាញសង្គមយ៉ាងទូលំទូលាយតើស្ត្រីម្នាក់នេះយកប្តីពីរអ្នកពិតប្រាកដឬជាការសម្ដែងដើម្បីទាក់ទាញអ្នកមើលឬប្រសិនបើគាត់យកប្តីពីរអ្នកពិតប្រាកដហើយរស់នៅជាមួយគ្នាចែកវេនគ្នារួមភេទគាត់ជាស្ត្រីដ៏មហិមានិងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរដែលខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុលពតបុរសមានប្រពន្ធពីរឬលួចមានស្ត្រីខំលួចលាក់ខ្លាចប្រពន្ធឆ្លោះគ្នាផងខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផងព្រមទាំងរដ្ឋធម្មនុញ្ញចែងថាប្តីមួយប្រពន្ធមួយផងសូមបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបានសម្ដេចក៏បានភ្ជាប់ជាមួយនឹងរូបភាពក្នុងមាត្រាទី45បានសរសេរថាការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងស្ត្រីភេទត្រូវបំបត្តិចោលការធ្វើអាជីវកម្មឬការងាររបស់ស្ត្រីត្រូវហាមឃាត់បុរសនិងស្ត្រីមានសិទ្ធិស្មើគ្នាគ្រប់វិស័យទាំងអស់ជាពិសេសក្នុងអាពាហ៍ពិពាហ៍និងគ្រួសារអាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខខណ្ឌដែលមានចែងក្នុងច្បាប់និងតាមគោលការណ៍ស្ម័គ្រចិត្តប្តីមួយប្រពន្ធមួយ